ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានសម្រេចចិត្តបដូរឈ្មោះបឹងអង់តារីយ៉ូទៅជាបឹងអាមេរិកជាផ្លូវការដែលនេះជាការជំរុញឲ្យភាពតានតឹងជាមួយប្រទេសកាណាដាកាន់តែរីកធំឡើងបន្ទាប់ពីមានវិវាទពន្ធគយលើទំហំពាណិជ្ជកម្មឆ្លងដែនរាប់ពាន់លានដុល្លារកន្លងមកការសម្រេចចិត្តនេះត្រូវបានចុះហត្ថលេខាជាបញ្ជាប្រតិបត្តិភ្លាមៗក្នុងខុទ្ទកាល័យប្រធានាធិបតីដោយលោកត្រាំបានអះអាងថាវាគឺជាអ្វីដែលលោកបានគិតគូរជាយូរមកហើយទោះជាយ៉ាងណាក៏ដោយការកែប្រែឈ្មោះនេះអាចអនុវត្តបានត្រឹមតែក្នុងប្រព័ន្ធភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកប៉ុណ្ណោះដោយលោកមិនអាចបង្ខំឲ្យប្រទេសកាណាដាប្រើប្រាស់តាមការចង់បានរបស់ខ្លួនឡើយព្រោះបឹងដ៏ធំមួយនេះមានផ្ទៃដីប្រមាណពាក់កណ្ដាលស្ថិតនៅក្នុងដែនទឹករបស់ប្រទេសកាណាដាការប្រកាសបដូរឈ្មោះនេះកើតឡើងចំពេលដែលកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកាណាដាបានប្រកាសបរាជ័យកាលពីសប្តាហ៍មុនបន្ទាប់ពីភាគីទាំងសងខាងបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញការរាំងស្ទះក្នុងការចរចាភ្លាមបន្ទាប់ពីការសម្រេចចិត្តនេះនាយករដ្ឋមន្ត្រីកាណាដាលោកម៉ាកានីបានចេញមុខច្រានចោលការបដូរឈ្មោះនេះតាមបណ្ដាញសង្គមដែលបានពន្យល់ថាឈ្មោះអុងតារីយ៉ូគឺមានប្រភពមកពីពាក្យជនជាតិដើមវ៉ែនដាតដែលមានន័យថាបឹងដ៏ស្រស់ស្អាតនិងធំធេងហើយឈ្មោះនេះមានតាំងពីមុនពេលបង្កើតប្រទេសកាណាដានិងមុនពេលប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកទៅទៀតលោកកានីបានបញ្ជាក់យ៉ាងច្បាស់ថាសម្រាប់ប្រជាជនកាណាដាបឹងនេះនឹងនៅតែជាបឹងអុងតារីយ៉ូដដែលទាំងក្នុងអតីតកាលបច្ចុប្បន្ននិងអនាគតព្រឹត្តិការណ៍នេះគឺស្រដៀងគ្នាទៅនឹងករណីដែលលោកត្រាំធ្លាប់បានបញ្ជាឲ្យបដូរឈ្មោះឈូងសមុទ្រមិចស៊ិកទៅជាឈូងសមុទ្រអាមេរិកកាលពីខែមករាឆ្នាំ2025កន្លងមកដែលតម្រូវឲ្យទីភ្នាក់ងាររដ្ឋបាលអាមេរិកធ្វើបច្ចុប្បន្នភាពឈ្មោះជាផ្លូវការសម្រាប់បឹងអុងតារីយ៉ូនេះជាងពាក់កណ្ដាលនៃផ្ទៃទឹកសរុបគឺស្ថិតនៅក្នុងប្រទេសកាណាដាខណៈដែលផ្នែកដែលនៅសេសសល់គឺស្ថិតនៅក្រោមដែនដីញូវយ៉កនៃសហរដ្ឋអាមេរិកស្របតាមសន្ធិសញ្ញាអន្តរជាតិឆ្នាំ1990ភាពចម្រូងចម្រាសរវាងប្រទេសជិតខាងទាំងពីរនេះបានបង្ហាញឲ្យឃើញពីការបន្តប្រកួតប្រជែងគ្នាមិនត្រឹមតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើការកែប្រែឈ្មោះភូមិសាស្ត្រជាប្រវត្តិសាស្ត្រផងដែរ